មានអ្នកកោះដីមានអ្នកចាំកត្រប់មានអ្នកលើកបោះដីចាបងប្អូនសម័យមើលថាពួកគាត់ទាំង4នាក់កំពុងតែធ្វើអីគឺពួកគាត់កំពុងតែប្រមាញ់កង្កែបខែប្រាំងបងប្អូនហើយធ្លាប់តែកង្កែបខែភាសាយើងដើរចាប់ដើរអីចឹងណាតែកង្កែបខែប្រាំងគឺវានៅក្នុងដីប្រេះបែបនេះឯងបងប្អូនណាខ្លះដែលធ្លាប់មានបទពិសោធន៍ឬក៏ហៅថាអនុស្សាវរីយ៍ពីក្មេងៗដើរចាប់កង្កែបខែប្រាំងឆ្កឹះដីប្រេះជីកដីប្រេះជីកតាមរុនលូកតាមរុនអីចឹងបងប្អូនជួយខមមិនរំលឹកអនុស្សាវរីយ៍ម្នាក់មួយផងហើយយើងធ្វើការឆ្កឹះកាយបែបនេះគឺមានកូនកង្កែបនៅតាមបលោះដីប្រេះច្រើនខ្លាំងមែនទែនហើយតិចច្រឡំថាអើយពួកនេះខូខើម៉េះមិនក៏ទៅអីណានៃធ្វើបោកអត់ទេបងប្អូនអាហ្នឹងវាអញ្ចឹងបងប្អូនរួមឲ្យបើជាចំណេះរបស់យើងហើយបញ្ជាក់វីដេអូនេះវាចូល2ឆ្នាំហើយខ្ញុំទៅយកបានមកកាត់អញ្ចឹងបងអញ្ចឹង creator មួយនេះរៀងកុំរបៀបថាចា creator មកទឹកតាំងពីខ្ញុំនៅកូនមួយឥឡូវខ្ញុំកូន2ហើយអូយចាសាហាវមែនទែនឥឡូវបងប្អូនមើលលូកឆ្កឹះមកគឺលើកតែដីមកគឺវាចេញកែបមកហើយកែបមិនតិចទេច្រើនណាស់គាត់ថាយើងចាប់អត់សូវបានរបៀបថាយើងខាំចាប់យួរបងប្អូនយើងខាំចាប់តាំងតូចមកម្លេះព្រោះអនុស្សាវរីយ៍បែបនេះពួកខ្ញុំមានតាំងពីតូចហើយតាំងពីពួកខ្ញុំធំមកបែបនេះគឺអត់ដែលមានបែបនេះទៀតទេគឺចាប់ពីពេលនោះមកហើយគឺតែមានពេលនេះឯងអញ្ចឹងហើយជាការរំលឹកអនុស្សាវរីយ៍ជាមួយធីមជើងដៃគ្នាយើងចានាំគ្នាទៅកណ្ដាលក្តៅបងប្អូនហើយកណ្ដាលពេលនោះចាំបានតែចិត្តខែដូចជាចិត្តខែ4ដែរហើយនិយាយថាក្តៅណាស់អីបងប្អូនហើយកម្ដៅ38 39អីនឹងឯងអើយក្តៅខ្លាំងណាស់ប៉ុន្តែរបៀបថាវាជាការ relax មួយសម្រាប់ពីការងារអញ្ចឹងទៅយើងចាក់ដើរលំហែអញ្ចឹងបងប្អូនកាលហ្នឹងចាំបានថាទៅរកជំរះខ្ចៅទេបែរទៅវាអត់បានអញ្ចឹងទៅក៏នាំគ្នាបែកកំណិនគិតរកផ្លូវថ្មីកុំឲ្យខានជើងហើយក៏បានជាមួយនឹងកង្កែបយើងយកមកធ្វើម្ហូបអីខ្លះដែរអញ្ចឹងណាបងប្អូនហើយមើលទៅទស្សនវិជ្ជាបែបនេះគឺកម្រមានខ្លាំងមែនទែនសម្រាប់ពួកខ្ញុំហើយសម្រាប់បងប្អូនក៏ប្រហែលជាកម្រមានដែរអញ្ចឹងប្រសិនបើបងប្អូនធ្លាប់នឹកឃើញអនុស្សាវរីយ៍បែបនេះអីជួយខមមិនរំលឹកអនុស្សាវរីយ៍រួមគ្នាទាំងអស់គ្នាផងហើយនេះខ្ញុំចាំបានអាការនោះកូនខ្ញុំនៅរៀងតូចដែរគេទៅក្តៅអើយក្តៅតែស៊ូនណាស់កូនប្រុសរបស់ខ្ញុំហើយបកែណារឿងរបៀបថាចាប់អង្កែបចាប់ក្តាមចាប់ត្រីអីនេះចាមកទល់បច្ចុប្បន្ននេះគេអាយុ4ឆ្នាំហើយគឺគេនៅតែពូកែរបៀបអញ្ចឹងដូចតដែរនឹងឯងដោយសារតាម៉ាប៉ាម៉ាក់គឺសុទ្ធតែជាអ្នកស្រែហើយអ្នករោត្រីរោក្តាមរោកែបអីចឹងទៅអញ្ចឹងធ្វើឲ្យកូនយើងក៏វាមិនទៅណាឆ្ងាយពីម្ដាយពីពុកទេអញ្ចឹងនេះបងប្អូនមើលឲ្យបើកឲ្យក៏ទ្រប់វាចាប់អត់ចុះបើវាលឿនបងប្អូនកែបនោះវាលឿនជាងដៃរបស់យើងឆ្ងាយចាប់បើកចាប់ប៉ុន្តែវាចាប់វាមិនតាន់ទេហើយបើថាមានកន្លែងខ្លះក៏សុបាយទៅកន្លែងខ្លះក៏គៀបដៃគៀបជើងគ្នាចុះបើវានេះរងដីមួយមិនធ្ងន់តិចណាគាត់លើកមកចង់3 4គីឡូទៅពេលលូកមួយសំណំនឹងគៀបដៃនឹងអើយចាខ្ញុំនេះទ្រង់កម្មយ៉ាងគេក្នុងវីដេអូហ្នឹងងាកគៀបចាមានប្អូនថ្លៃខ្ញុំហ្នឹងលើកដុំដីបោះមកបួកក្តារដៃដល់ពេលបងប្រុសចម្រើនហ្នឹងគាត់របៀបឆ្កឹះនឹងចាប់ជីកទៅវាធ្វើឲ្យខ្ញុំលូកដៃចូលទៅគៀបបុបចាអូយណោះចានិយាយបានថាវាសាច់កម្មដែរអញ្ចឹងណាតែអត់អីទេសុបាយចឹងបងប្អូនមើលឲ្យហើយនឹងហើយជាជីវិតស្រុកស្រែបងប្អូនមានបងប្អូនខ្លះបច្ចុប្បន្ននេះក៏គាត់នៅតែប្រកបរបរឬក៏ហៅថារោបែបនេះដើម្បីគេហៅថាបំពេញនៅចន្លោះខ្វះខាតនៃជីវភាពខ្លះដែរធម្មតាយើងនៅស្រែបងប្អូនដូច្នេះតែមានលុយណាទិញម្ហូបរហូតចឹងណាចឹងយើងមានតែវិធីនឹងឯងរោម្ហូបរោអីខ្លះទៅហើយពួកខ្ញុំក៏រោបានគួរសមដែរកាលហ្នឹងបានប្រហែលជាកន្លះគីឡូកែបឲ្យដឹងចាគ្នា4 5 6នាក់ហ្នឹងណាបងប្អូនជួបគ្នាវីដេអូក្រោយបាយ